ខ្ញុំមកបង្រៀនតាក់ទងជាមួយនឹងវិធីការបង្កើត page បាទជាមួយបងប្អូនថាគាត់ចាប់ផ្ដើមដំបូងគឺយើងត្រូវបង្កើត page ស្តង់ដាគឺយើងត្រូវបង្កើតរបៀបម៉េចអីរបៀបម៉េចអញ្ចឹងណាបងប្អូនបាទសម្រាប់អ្នកចាប់ផ្ដើមដំបូងគឺយើងមករៀនតាក់ទងជាមួយនឹងការបង្កើត page សិនមុននឹងយើងចាប់ផ្ដើមដល់ការ boot page បាទណាហ្នឹងហើយអញ្ចឹងជំនាញដំបូងយើងត្រូវរៀនអរគ្នាតោះពីវិធីការបង្កើត page ស្តង់ដាថាគេបង្កើតរបៀបម៉េចទៅ page របស់យើងមើលទៅលក្ខណៈថាធ្វើឲ្យភ្ញៀវគេឃើញមកចាប់អារម្មណ៍លើ page របស់យើងអញ្ចឹងណាបងប្អូនបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងទៅជួបមកបាទហ្នឹងហើយសម្រាប់ម្សិលមិញយើងបានរៀនណាเนาะតាក់ទងជាមួយនឹងការបង្កើត account បាទបង្កើត account ដែលជា account ដែលយើងជា account ដែលយើងបង្កើតសម្រាប់បង្កើត page เนาะជា account លក្ខណៈថាបើក mode អាជីពហើយអញ្ចឹងណាបាទអញ្ចឹង account ហ្នឹងបើសិនជាយើងបើក mode អាជីពហើយយើងក៏អាចរកលុយបានដូចគ្នាប៉ុន្តែអ្វីដែលខ្ញុំចង់មកបរិញ្ញាថ្ងៃនេះគឺខ្ញុំចង់ឲ្យផ្ដោតទៅលើគេហៅថាការបង្កើត page เนาะហ្នឹងហើយអញ្ចឹងជំហានដំបូងបើសិនជាในករណីដែលយើងអត់ទាន់មាន page បាទណាហ្នឹងហើយនៅពេលដែលយើងចូលមកឲ្យបងប្អូនអរគ្នាណាសង្កេតមើលកន្លែងចំណុចនេះបាទសង្កេតមើលកន្លែងចំណុចនេះទៅនេះគឺជាមុខ profile របស់យើងអូខេបាទនេះគឺជាមុខ profile Facebook របស់យើងបងប្អូនណាហ្នឹងហើយបើសិនជាដំបូងយើងអត់មាន page ទេកន្លែងនេះអត់មានឡើងមកទេអញ្ចឹងយើងចូលមកកន្លែងពាក្យថាទំព័របងប្អូនសង្កេតមើលក្រោមណាបាទពាក្យថាទំព័របាទនៅពេលដែលយើងចូលមកដល់នៃទំព័រហើយគឺដំបូងអញ្ចឹងអត់ទាន់មានទេហ្នឹងហើយកន្លែងនេះគឺជាទំព័រដែលយើងបានចូលចិត្តហើយមានការអញ្ជើញចុច line ទំព័រផ្សេងៗអញ្ចឹងណាបើនិយាយរួមទៅគឺការបង្កើត page បាទការចុច line page អ្នកដតីបាទការអញ្ជើញឲ្យយើងចុច line page របស់គេអញ្ចឹងណាបាទអញ្ចឹងយើងមកចុចពាក្យថាបង្កើត page ទៅបាទអូខេចាប់ផ្ដើមបង្កើតថ្មីរួចហើយយើងដាក់ឈ្មោះទំព័ររបស់យើងបាទណាហ្នឹងហើយថាយើងគិតថានឹងដាក់ឈ្មោះអីគេបាទអានេះខ្ញុំឧទាហរណ៍មើលមួយបាទណាហ្នឹងខ្ញុំសូមដាក់ឈ្មោះខ្ញុំសូមដាក់របៀបនេះបងប្អូនបាទឆែក online shop បាទគឺបងប្អូនចង់ដាក់ឈ្មោះក៏បានដែរប៉ុន្តែចង់បញ្ជាក់ប្រាប់ថាឈ្មោះថ្មីបើសិនជាពាក្យថា online shop ហ្នឹងបើឈ្មោះថ្មីយើងដាក់ឈ្មោះថ្មីគឺអាចនឹងដាក់បានតែបើសិនយើងបដូរឈ្មោះដាក់ពាក្យច្រើនដាក់ online shop ពីក្រោយយើងពេលយើងដូរឈ្មោះ page ដូរអត់បានទេហ្នឹងហើយតែបើសិនយើងបង្កើតថ្មីអញ្ចេះគឺដាក់បានហ្នឹងហើយអញ្ចឹងយើងបង្កើតថ្មីហ្មងទៅណាហ្នឹងហើយសម្រាប់បងប្អូនដែលមានអ្នក follow អត់សូវច្រើនហ្មងអញ្ចឹងយើងចង់ដូរឈ្មោះតែយើងដូរអត់បានអញ្ចឹងយើងបាក់ស្ដាយទេយើងបង្កើតថ្មីតែហ្មងទៅហ្នឹងហើយក៏ចុចពាក្យថាបន្តបងប្អូនណាអូខេអញ្ចឹងគេសួរយើងថាត្រូវការបង្កើត page ជាលក្ខណៈ page អ្វីបាទមាន page លក់សម្លៀកបំពាក់សម្រស់សុខភាពអាហារលក់គ្រឿងទេសអីចឹងណាបាទក្រុមតន្ត្រីចឹងប៉ុន្តែ page ដែលខ្ញុំចង់បងប្អូនអរគ្នាបង្កើតគឺខ្ញុំចង់ឲ្យបងប្អូនអរគ្នាបង្កើត page គេហៅថា page បែបនេះណា page បែបdigital ណាបងប្អូនហ្នឹងហើយអញ្ចឹងយើងដាក់សេភាសាខ្មែរបាទអ្នករចនាហ្គេមវីដេអូយើងអ្នកបង្កើតdigital ឬអ្នកបង្កើតវីដេអូក៏បានដែរបងប្អូនបាទអ្នកបង្កើតវីវាអត់ឲ្យអូខេពេលខ្លះវាឡើងឲ្យយើងទេតែពេលខ្លះយើងដាក់ទៅឡើងឲ្យអ្នកបង្កើត digital អ្នកបង្កើតវីដេអូហ្គេមអ្នកបង្កើតវីដេអូហ្គេមក៏បានឬអ្នកបង្កើតវីដេអូ digital ក៏បានបងប្អូនហ្នឹងហើយពីរយ៉ាងហ្នឹងក៏បានដែរមួយណាក៏បានដែរនៅពេលដែលយើងបង្កើត page ជាលក្ខណៈរបៀបហ្នឹងនៅពេលដែលយើង post អ្វីទៅនឹងឱកាសផ្ទុះវាច្រើនជាងបាទអ្នកបង្កើត digital ក៏បានដែរឬអ្នកបង្កើតវីដេអូ digital ក៏បានវីដេអូក៏បានបាទបើសិនជា page របស់យើងអាចដាក់អ្នកបង្កើតវីដេអូបានយើងដាក់អ្នកបង្កើតវីដេអូក៏បានដែរហ្នឹងហើយក៏ប៉ុន្តែដោយ account ខ្លះគេឲ្យ account ខ្លះគេអត់ឲ្យទេដល់ពេលយើងសរសេរពាក្យថាអ្នកបង្កើត digital អត់បានអ្នកបង្កើតវីដេអូអត់បានបាទតែបើសារ account របស់យើងរៀងអូខេ account នឹងចាស់ឆ្នាំអីចឹង account នឹងយូរអញ្ចឹងអាចនឹងដាក់បានបើសិនយើងបង្កើតណាបាទតែ account នេះទៅតែនឹង account ទៅនឹងភ្ជាប់ថ្មីម្សិលមិញអញ្ចឹងណាអញ្ចឹងយើងអាចនឹងបង្កើត page របៀបនឹងអត់បានអូខេ បាទអញ្ចឹងខ្ញុំសូមបញ្ជាក់ page របស់ខ្ញុំសិនបាទ page របស់ខ្ញុំគឺ page មួយដែលខ្ញុំចង់បង្កើត page មួយដែលខ្ញុំចង់ឲ្យភ្ញៀវគេឃើញ
សាក់សេមើលម្ដងទៀតវីដេអូបាទអត់ឃើញបងប្អូនហ្នឹងហើយអូខេអញ្ចឹងយើងដាក់អ្នកបង្កើត digital ក៏បានដែរស្តៀងគ្នាទេហ្នឹងហើយតែគ្រាន់តែបើសិនយើងបានដាក់ថា video creator ឬមួយក៏អ្នកបង្កើតវីដេអូគឺល្អជាងបាទល្អជាងនៅពេលដែលយើងនៅពេលដែលយើងឱកាសក្នុងការផ្ទុះច្រើនជាងបាទឱកាសក្នុងការដែលយើងធ្វើផុសឲ្យតែមានអ្នកមើលឃើញច្រើនអញ្ចឹងណាបងប្អូនបាទអូខេណាហ្នឹងហើយមិនយើងបង្កើតហើយយើងចុច connect ហើយយើងតិចកន្លែងពាក្យថាផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកបាទកន្លែងនេះត្រូវតែបើកបងប្អូនណាហ្នឹងហើយត្រូវតែបើកបាទបង្កើតខ្លឹមសារខ្លីនឹងតំណងជាមួយអ្នកគ្រប់ត្រូលអ្នកកន្លែង2នេះបើកគេសួរយើងថាយើងយកអីគេអញ្ចឹងណាបាទអញ្ចឹងបើសិនយើងផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកគឺសម្រាប់អ្នករកស៊ី page អ្នករកស៊ីអញ្ចឹងណាបាទតែសម្រាប់ខ្ញុំណែនាំឲ្យបើកកន្លែងទៅនេះបាទបើកពាក្យថាបង្កើតខ្លឹមសារនិងភ្ជាប់ទំនាក់ទំនងបាទអញ្ចឹងគោលការណ៍របស់យើងគឺយើងអត់តម្រូវការទៅលើការប៊ូទេតែដល់ពេលយើងធ្វើហើយយើងអាចយកមកប៊ូបានដូចគ្នាអញ្ចឹងណាបងប្អូនណាហ្នឹងហើយអូខេអញ្ចឹងយើងចុចពាក្យថាបន្ទាប់បាទគេសួរយើងថាត្រូវការអញ្ជើញមិត្តភ័ក្តិអត់យើងចុចពាក្យថាអញ្ជើញបើឡើយមិត្តភ័ក្តិមានម្នាក់ផ្ញើការអញ្ជើញមកហើយចុចបន្ទាប់ទៀតបាទរួចរាល់អូខេហ្នឹងហើយគឺ page បង្កើតអត់ប្រហែលទេបងប្អូនណាហ្នឹងហើយយើងទៅ setting ឲ្យត្រឹមត្រូវសិនទៅរួចហើយយើងចូលទៅកន្លែងពាក្យថា trade 3ឡើងនេះយើងទៅមើល page របស់យើងបងប្អូនណាហ្នឹងហើយអូខេពេលដែលយើងបង្កើតហើយគេនឹងសួរយើងថាសួរស្វាគមន៍ចូលមកកាន់ទំព័រថ្មីអញ្ចឹងយើងចុចពាក្យថាចាប់ផ្ដើមចូលមើលអញ្ចឹងគេមានការណែនាំយើងទៅទូចទៀតអញ្ចឹងណាចុចបន្តតាមគេណាបាទអូខេអញ្ចឹងយើងបានទំព័រថ្មីមួយហើយយើងចុចចូលទៅមើលសិនដល់ពេលយើងចូលទៅមើលអញ្ចឹងយើងទៅដូររូប profile ឬរូប cover របស់យើងអញ្ចឹងណាបងប្អូនណាហ្នឹងហើយខ្ញុំសុំដាក់ profile មួយសិនបាទអូខេនៅទីណាកន្លោះថតរូបសារបង្ហោះអត់មានអានេះក៏អត់មានរូបទេគឺថ្មីជ្រើងតែហ្មងបាទបងប្អូនគឺជា page ដែលថ្មីជ្រើងតែម្ដងបាទខ្ញុំសុំចូលទៅមើលកន្លែង Facebook Messenger អូខេរករូបខ្ញុំរករូបណាឧទាហរណ៍មួយសិនបាទខ្ញុំសុំឧទាហរណ៍លើកឧទាហរណ៍រូបនេះមួយបងប្អូនណាហ្នឹងហើយខ្ញុំសុំលើកឧទាហរណ៍រូបនេះមួយបាទអញ្ចឹងខ្ញុំសុំដាក់រូបនេះមួយសិនអានេះគឺខ្ញុំឧទាហរណ៍ណាបងប្អូនណាសម្រាប់បងប្អូនចង់ដាក់រូបអីគេបងប្អូនក៏អាចជ្រើសរើសដាក់បានបាទហ្នឹងហើយអូខេបានមួយហើយអញ្ចឹងយើងមកបន្ថែមរូបភាពពីក្រោយឬរូបភាពcover ពីក្រោយនេះបងប្អូនណាបាទជ្រើសរើសក្របអូខេចុចកន្លែងរូបកាមេរ៉ាហ្នឹងទៅរួចហើយកន្លែងផ្ទុករូបថតហើយយើងត្រូវមើលថាយើងត្រូវការទាញរូបភាពពីកន្លែងណាដែលយើងទៅដាក់តាំងអូខេខ្ញុំសុំឧទាហរណ៍រូបភាពនេះមួយទៅចុះបាទសុំឧទាហរណ៍រូបភាពនេះមួយបាទហើយយើងចុចរក្សាទុកទៅបាទដូចជាការស្រេចកន្លែងហ្នឹងឥឡូវយើងបានរូបភាពហើយណាទៅមកទៅក្រោយណាបាទអញ្ចឹងយើងធ្វើម៉េចឲ្យកន្លែងនេះឡើងទៅជាពណ៌ខៀវបាទធម្មតាវាពណ៌ប្រផេះពណ៌ស្វាយអញ្ចឹងណាយើងធ្វើម៉េចកន្លែងនឹងឡើងទៅជាពណ៌ខៀវយើងបំពេញឲ្យគ្រប់តាមលក្ខខណ្ឌដែលគេបញ្ជាក់ប្រាប់យើងអញ្ចឹងណាបាទទី1គឺបន្ថែមបេតុងសកម្មភាពបាទគឺកន្លែងបន្ថែមឆាតในករណីដែលយើងអត់បន្ថែមកន្លែងហ្នឹងបងប្អូនខ្ញុំបញ្ជាក់ប្រាប់ម្ដងទៀត page ខ្លះខ្ញុំឃើញគាត់លក់អនឡាញមកយូរឆ្នាំហើយពេលខ្ញុំចូលទៅមើលអត់ទាន់មានបេតុងទេបាទអត់ទាន់មានបេតុងកន្លែងហ្នឹងណាបាទអញ្ចឹងយើងសង្កេតមើល page របស់យើងបានល្អថាមានហើយឬនៅអញ្ចឹងណាបាទយើងចុចពាក្យថាបន្ថែមបេតុងសកម្មភាពរួចហើយយើងចុចពាក្យថាសារបាទធ្វើគេតំណងអ្នកតាមរយៈសារអូខេរួចហើយចុចបន្ទាប់បាទរួចហើយយើងចុចពាក្យថារក្សាទុកអូខេបាទកន្លែងហ្នឹងគឺយើងបានបេតុងណាបងប្អូនណាយើងអូសចុះមកអូខេបាត់កន្លែងហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងយើងធ្វើម៉េចបំពេញកន្លែងនេះឲ្យបានគ្រប់ជ្រុងគ្រប់ជ្រោយឲ្យ page របស់យើងហ្នឹងទៅជាពណ៌ខៀវ
បែបបើសិនជាបានពេញមិនបានពេញខ្វះមកកម្មអីក៏ល្អដែរតែបើសិនជាឃើញរបៀបនេះឬឃើញពណ៌ក្រហមឬអត់មានសោះគឺមានន័យថាពេកបើយើងមានបញ្ហាហើយបងប្អូនហ្នឹងហើយអូខេអញ្ចឹងយើងមកកន្លែងទៀតបន្ថែមជីវប្រវត្តិហ្នឹងគឺសួរតែជីវប្រវត្តិហ្នឹងគឺអ្វីនៅពេលដែលយើងដាក់ហ្នឹងគឺវាឡើងកន្លែងណាអញ្ចឹងណាបងប្អូនណាខ្ញុំសូមឧទាហរណ៍ page របស់ខ្ញុំមើលមួយបាទជីវប្រវត្តិនៅពេលដែលយើងដាក់នៅលើ page របស់យើងហ្នឹងបងប្អូនណាវានឹងឡើងមកកន្លែងត្រង់ចំណុចក្រោម page របស់យើងតនេះបាទអូខេជីវប្រវត្តិគឺកន្លែងណែនាំខ្លួនបើសិននិយាយចំថា bio ហ្នឹងហើយ bio កន្លែងណែនាំខ្លួនរបស់យើងកន្លែងតនេះចឹងណាបាទអញ្ចឹងកន្លែងនេះយើងអាចនិយាយបានថាអូខេអញ្ចឹងខ្ញុំសូមតបទៅវិញសិនបាទអញ្ចឹងយើងដាក់ថ្មីក៏បានដែរបងប្អូនណាហ្នឹងហើយយើងដាក់ទៅតាមអ្វីដែលយើងអគិតឃើញថាយើងលក់អីគេអញ្ចឹងណាដូចជាលក់លេលក់អីចឹងយើងសរសេរដាក់លក់លេបោះដុំលក់រាយអីចឹងណាបាទសាច់ទៅលើយើងទេហ្នឹងហើយតែអានេះខ្ញុំសូមឧទាហរណ៍មួយខ្ញុំដាក់ពាក្យថាសួស្ដីបាទអត់កន្លែងនេះគឺចាំបាច់ត្រូវដាក់សិនណាហើយយើងតកែតាមក្រោយហ្នឹងហើយយើងដាក់ឲ្យ page របស់យើងពេញដាក់ឲ្យពេញពណ៌ខៀវសិនណាហ្នឹងហើយយើងដាក់គ្រាន់តែនាមសិនហើយចាំទៅបំពេញតាមក្រោយក៏បានដែរបើថាយើងអត់ដឹងដាក់អីចឹងណាបងប្អូនបាទអញ្ចឹងយើងចុចថយក្រោយតិចមកអូខេអញ្ចឹងចុចពាក្យថារក្សាទុកនៅខាងក្រោមបាទពាក្យថារក្សាទុកពាក្យរក្សាទុកគឺនៅខាងក្រោមមកបងប្អូនណាហ្នឹងហើយនៅក្នុងកន្លែងនេះអាចនឹងអត់ឃើញអញ្ចឹងខ្ញុំសូមបរួមចូលវិញបន្តិចអូខេដើម្បីឃើញបេតុងឡើងហ្នឹងអូខេអញ្ចឹងយើងចុចពាក្យថារក្សាទុកណាបងប្អូនណាហ្នឹងហើយរក្សាទុកបាទឥឡូវយើងបាន2កណ្ដុះហើយយើងចិត្តពេញហើយអញ្ចឹងយើងធ្វើមិនតាមនេះរបស់គេបានហ្នឹងហើយកែឥឡូវហ្នឹងឲ្យអស់អញ្ចឹងណាបាទសរសេរសារបង្ហោះស្វាគមន៍បាទអញ្ចឹងយើងផុសមួយទៅមុននឹងយើងនេះយើងដាក់ថាផុសតែមិនក៏បានដែរបាទឲ្យចុចពាក្យថាចែករំលែកទៅបាទចែករំលែកម្ដងទៀតអូខេអញ្ចឹងយើងចិត្តគ្រប់អស់ហើយបងប្អូនណាបំពេញកន្លែងនេះគ្រប់ហើយបងប្អូនឧស្សាហ៍បំពេញកន្លែងនេះឲ្យគ្រប់កន្លែងនេះសំខាន់មែនទែនសម្រាប់ page របស់យើងបាទកន្លែងនេះយើងអាចនិយាយបានថាយើងចុចរំលងក៏បានដែរបាទចុចពាក្យថារំលងក៏បានកន្លែងភ្ជាប់គណនី WhatsApp ហ្នឹងបើសិនយើងមានយើងដាក់ទៅតែបើថាយើងអត់មានទេយើងមិនបាច់ចាំដាក់ក៏បានដែរចុចកន្លែង trade 3នេះចុចពាក្យថារំលងបាទអូខេចុចកន្លែងគ្រីសហ្នឹងហើយទៅខាងក្រោមចុចពាក្យថារំលងអូខេអញ្ចឹងขั้นตอนនេះយើងបានរួចរាល់ហើយបងប្អូនអញ្ចឹងយើងគេសួរយើងថាភ្ជាប់ទៅគេហទំព័ររបស់អ្នកwebsite របស់យើងហ្នឹងគឺយើងអត់មានទេភ្ជាប់បណ្ដាញសង្គមក៏បានបើយើងមាន TikTok យើងដាក់ TikTok មាន Facebook ដាក់ Facebook តខ្លួនក៏បានដាក់ YouTube ដាក់ Line ដាក់អីក៏បានដែរហ្នឹងយើងជិះពាក្យថាបណ្ដាញហើយរើសអ្វីដែលយើងត្រូវការភ្ជាប់ឧទាហរណ៍ TikTok អញ្ចឹងណាហើយឈ្មោះរបស់យើងមិនអីមិនអញ្ចឹងយើងដាក់ទៅតាមហ្នឹងណាបងប្អូនណាហ្នឹងហើយខ្ញុំសូមឧទាហរណ៍មើលមួយបាទអូខេអានេះគឺ TikTok របស់ខ្ញុំសូមឧទាហរណ៍មើលមួយបងប្អូនចង់បន្ថែមមួយទៀតក៏បានដែរចង់បន្ថែម Line ចង់បន្ថែមស្អីក៏បាននៅក្នុងនឹងអញ្ចឹងណាយើងអាចចុចកន្លែងនេះបានបញ្ចូលបណ្ដាញសង្គមហើយរើសពាក្យថាអ្វីដែលយើងមានអញ្ចឹងឧទាហរណ៍ថា WhatsApp Line អីចឹង WhatsApp អីចឹងឃើញទេបាទ Twitter YouTube មានច្រើនយ៉ាងប៉ុន្តែ Instagram ក៏មាននៅក្នុងច្រើនអញ្ចឹងបងប្អូនអាចទៅបន្ថែមខ្លួនឯងបានកន្លែងហ្នឹង website បើសិនយើងមានយើងដាក់ទៅបើថាយើងអត់មានទេមិនដាក់ក៏បានដែរអញ្ចឹងចុចពាក្យថារក្សាទុកទៅណាបងប្អូនណាបាទរក្សាទុកអូខេឥឡូវ page របស់យើងចិត្តគ្រប់ហើយអញ្ចឹងយើងនៅសល់តែបាទកន្លែងនេះតិចទៀតទេអញ្ចឹងយើងចុចកន្លែងនេះចុចពាក្យថារំលងសិនទៅបើសិនជាអាចរំលងជំហាននឹងសិនអូខេជប់ទៅគេហទំព័រ website របស់យើងអត់មានទេយើងចុចរំលងទៅឥឡូវគឺយើងបានគ្រប់ជ្រុងជ្រោយអស់ហើយណាបងប្អូនណាចុចថយក្រោយសិនមកឥឡូវចាប់ដើមខៀវនេះសង្កេតមើលចាប់ដើមខៀវណាចាប់ដើមខៀវមិញពណ៌រាងប្រផេះឥឡូវចាប់ដើមខៀវហើយបាទអញ្ចឹងនៅពេលដែលយើងបើកមកយើងឧស្សាហ៍បើកមក page របស់យើងឧស្សាហ៍ទៅមើលកន្លែង
កន្លែង dashboard កន្លែងនេះបន្តិចបាទនេះបងប្អូននេះបាទ page របស់យើងដំណើរការឬមិនដំណើរការអត់ពិបាកទេបងប្អូនខ្ញុំឃើញបងប្អូនមួយចំនួនក៏សួរខ្ញុំថាបងខ្ញុំត្រូវផុសវីដេអូបែបម៉េចចឹងណាបាទនៅពេលដែលខ្ញុំបញ្ជាក់ប្រាប់ទៅពេលខ្លះគាត់អត់មានពេលក្នុងការធ្វើអីចឹងទៅអញ្ចឹងយើងមកផុសកន្លែងនេះណាយើងមក check មើលកន្លែងនេះបាទណាជាយាមយើងពេលវេលារបស់យើងមក check មើលកន្លែងនេះឲ្យបានច្រើនបាទយើងមើលទៅហើយនៅពេលយើងចូលមកដំបូងគេសួរយើងសូមស្វាគមន៍ចូលមកកាន់ផ្ទាំងព័ត៌មានអំពីអាជីពណាហ្នឹងអញ្ចឹងយើងចុចពាក្យថាចាប់ផ្ដើមច្រើនទៀតបាទអនុញ្ញាតយើងធ្វើឲ្យកន្លែងហ្នឹងឲ្យវាឡើងសញ្ញាពេញអញ្ចឹងកម្រិតទី1កម្រិតទី2អញ្ចឹងណាបងប្អូនណាធ្វើតាមលក្ខខណ្ឌមកគេអាហ្នឹងអត់ពិបាកធ្វើទេបងប្អូនអាហ្នឹងគេហៅថា checklist អញ្ចឹងយើងធ្វើតាមគេទៅគេប្រាប់យើងថាធ្វើមិនអីមិនអញ្ចឹងណាឃើញទេហ្នឹងហើយមានមតិនៅលើខ្លឹមសាររបស់អ្នកអីចឹងទៅបាទយើងក៏គ្រាន់តែទៅ comment អីចឹងណា sticker ក៏បានដែរវារួមទៅធ្វើមិនឲ្យមានការអូខេនេះគឺគេសួរយើងថាបង្កើត avatar អត់ណាមិនបាច់បង្កើតទេយើង comment ជា sticker ក៏បានដែរយើងធ្វើមិនក៏ដោយដែរធ្វើមិនឲ្យវាគ្រប់គោលការណ៍របស់គេណាហើយឧស្សាហ៍ចូលមកធ្វើកន្លែងហ្នឹងរាល់ជារៀងរាល់ថ្ងៃអញ្ចឹងយើងនឹងដឹងថាមួយថ្ងៃគេមានតម្រូវយើងធ្វើអីខ្លះឲ្យបងប្អូនណាហ្នឹងហើយបាទអូខេជុំមុខទាំងព័ត៌មានទៀតអ្នកបង្កើតសារបង្ហោះអញ្ចឹងយើងមកធ្វើកន្លែងអ្នកបងបន្តក្នុងដំណើរការរបស់អ្នកកន្លែងចិត្តពេញនេះវគ្គនេះចិត្តពេញហើយអញ្ចឹងយើងជាយាមធ្វើតាមអ្វីដែលគេប្រាប់មកស្វែងយល់ពីការបង្កើតអូខេកន្លែងនេះចូលមើលបន្តិចបានហើយថយក្រោយមកភាសាអង់គ្លេសបាទឥឡូវយើងបានកម្រិតទី2ហើយឡើងដល់កម្រិតទី2ហើយគឺគេប្រាប់យើងថាធ្វើមិនខ្លះទេបងប្អូនបាទបើបន្ថែមជាមួយនឹងការលក្ខខណ្ឌកន្លែងនេះគឺយើងបន្ថែមទៅសម្រាប់គណនីថ្មីយើងអត់ត្រូវការឲ្យចូលមក comment ក្នុង post របស់យើងទេក្នុង page របស់យើងទេទៅបង្កើតអត់មានរូប profile អីចឹងណាយើងអាចចូលទៅបន្ថែមច្រើនទៀតណាដូចជាមានលក្ខណៈថាប្រវត្តិរូបអីចឹងណាមានអញ្ចឹងណាប្រព្រឹត្តល្មើសម្ដងហើយម្ដងទៀតនៅលើ page របស់យើងអញ្ចឹងយើងអាចបើកកន្លែងហ្នឹងបានប្រហែលដំបងហ្នឹងប្រហែលយ៉ាងហ្នឹងដាក់ទាំងអស់បងប្អូនបើសិនជាអាចហ្នឹងហើយយើងបើកទាំងអស់ទៅបន្ថែមno profile no friend អត់មាន friend ក៏អត់អាចចូលមក comment យើងបានដែរអញ្ចឹងទី2គឺអ្នកគ្រប់គ្រងមតិបាទណាហ្នឹងហើយអ្នកគ្រប់គ្រងមតិគឺយើងមិនបាច់ទៅថយក្រោយមកបាទឧបករណ៍រកលុយបាទកន្លែងនេះគឺគេប្រាប់យើងឯថាការរកលុយរបស់យើងមានគេខ្លះមានផ្កាយមានស្អីចឹងច្រើនយ៉ាងចឹងឃើញទេមាន real មាន bonus មានពាណិជ្ជកម្មផ្សព្វផ្សាយក្នុងវីដេអូ live អញ្ចឹងណាបាទហើយក៏មានដូចជាការចូលជាសមាជិកបាទការជាវទិញអញ្ចឹងណាបងប្អូនបាទអញ្ចឹងកន្លែងនេះចុចមើលហើយយើងថយក្រោយមកតែគ្រប់លក្ខខណ្ឌគេឡើងឲ្យយើង set up ហើយបាទមជ្ឈមណ្ឌលលើទឹកចិត្តរបស់លោកអ្នកអញ្ចឹងគេមានវីដេអូរបស់គេតម្រង់ដែលឲ្យយើងធ្វើហ្នឹងហើយដូចជាវីដេអូ creator ល្បីអញ្ចឹងគេនាំមកស្នើឲ្យយើងឃើញអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងមិនទាន់ធ្វើទេតែបើយើងចង់ដឹងឲ្យយើងអត់ដឹងថាធ្វើ content អីយើងអាចចូលមើលកន្លែងហ្នឹងបានបាទមួយទៀតគឺបង្កើតវីដេអូខ្លីគេតម្រូវយើងផុសទាក់ទងជាមួយវីដេអូខ្លីតែខ្ញុំបិទសិនហើយបងប្អូនខ្ញុំបិទសិនហើយណាបាទដោយសារតែខ្ញុំអត់ទាន់បានបង្កើតទេវីដេអូខ្លីសម្រាប់ផុសក្នុង page ហ្នឹងបាទគេថាឈានដល់ការចាក់ថ្មី50ដងបាទលើវីដេអូខ្លីរបស់អ្នកអញ្ចឹងមានន័យថាតើតើយើងផុសរៀលផុសវីដេអូអីចឹងទៅមានអ្នកចាក់មានអ្នកមើលប្រហែល50ដងឡើងទៅអញ្ចឹងទើបយើងផានកន្លែងនេះបានបាទហើយក៏បង្កើតក្រុមសាធារណៈអីចឹងទៅបាទបង្ហោះអីចឹងបាទនេះមានច្រើនយ៉ាងឲ្យយើងបង្ហោះអញ្ចឹងបងប្អូនអ្នកគ្នាអាចធ្វើតាមកម្រិតទាំងបានយើងធ្វើម៉េចឲ្យកម្រិតកន្លែងហ្នឹងវាឡើងទៅជាកម្រិត4បើយើងអត់ដឹងទេកន្លែងនេះយើងចូលមកមើលមកគេតម្រូវយើងធ្វើម៉េចខ្លះតាមពិតអត់ប្របាកទេបងប្អូនបាទក្នុងការបង្កើតធ្វើ page របស់យើងទៅជា page បែបខៀវបាទ page បែបគេហៅថាគ្រប់គោលការណ៍របស់គេមិនថាការរលុយឬការនេះក៏ដោយពេលយើងផុសទៅគឺឱកាសក្នុងការបើកការមើលឃើញច្រើនបាទការបើកការមើលឃើញច្រើនអញ្ចឹងឥឡូវគឺ0អ្នកតាមដាន0អ្នកមើលបាទអូខេអញ្ចឹងកន្លែងហ្នឹងគឺជាការបង្កើត page បងប្អូនណាហ្នឹងហើយបង្កើត page អត់ពិបាកទេអ្វីដែលពិបាកគឺយើងកែតម្រូវកន្លែងនេះគឺអ្នកខ្លះក៏ចង់ដាក់លេខទូរស័ព្ទអញ្ចឹងណាបាទយើងអាចចុចចូលទៅមើលបានបាទពាក្យថាព័ត៌មានអំពីព័ត៌មានរបស់អ្នកហើយយើងបញ្ចូលលេខទូរស័ព្ទបាទលេខទូរស័ព្ទអត់ពិបាកទេបងប្អូនដាក់ចូលទៅបាទ
ខេដាក់ហើយយើងចុចរក្សាទុកតបងប្អូនណាអូខេពេលខ្លះគេអត់ឲ្យទេដោយសារគេយើងភ្លេចសញ្ញាប្រទេសរបស់គេលេខកូដប្រទេសនៅពីមុខអត់បាច់ដាក់លេខ0ទេបងប្អូនណាហ្នឹងហើយអញ្ចឹងចុចរក្សាទុកទៅបាទអូខេរួចរាល់លេខទូរស័ព្ទរបស់យើងក៏មានហើយបាទ TikTok ក៏មានហើយបាទគេឲ្យយើងបំពេញច្រើនក្នុងកន្លែងហ្នឹងតាកន្លែងខ្លះអត់ចាំបាច់មិនដាក់ទេហ្នឹងហើយព្រោះថាភ្ញៀវគាត់មិនបានមើលកន្លែងហ្នឹងប្រហែលទេតែយើងដាក់ដើម្បីឲ្យគេហៅថាគ្រប់គោលការណ៍របស់គេអញ្ចឹងណាបាទដើម្បីកុំឲ្យគេឃើញថា page របស់យើងជា page បែបអត់ស្តង់ដារអញ្ចឹងណាបាទបញ្ចូលកម្រិតតម្លៃយើងក៏ដាក់ថាថោកអញ្ចេះទៅថោកណាថោកណារក្សាទុកអូខេបាទបញ្ចូលព័ត៌មានចម្រុះសេវាកម្មបន្ថែមដាក់បងប្អូនចង់ដាក់ក៏ដាក់មិនដាក់ក៏អត់អីទេកន្លែងហ្នឹងបញ្ចូលក្រុងបច្ចុប្បន្នកន្លែងនេះយើងដាក់ក្រុងបច្ចុប្បន្នយើងនៅណាយើងសេដាក់ទៅក្រុងថេបក៏បាននៅណាក៏បានដែរសាច់ទៅលើយើងបាទអូខេ Bangkok Thailand នេះក៏បានដែរបងប្អូនណាហ្នឹងហើយបើថាយើងអត់ចេះសរសេរថៃទេយើងសេភាសាអង់គ្លេសទៅ Bangkok Thailand ក៏បានដែរសេអញ្ចឹងក៏បានដែរបាទហើយក៏រក្សាទុករួចរាល់កន្លែងហ្នឹងអូខេអញ្ចឹងចុចថយក្រោយមកបាទឥឡូវយើងបានកន្លែងនេះគឺ page របស់យើងចាប់ផ្ដើមគេហៅថាជា page ដែល creator អញ្ចឹងណាបាទ page creator នៅពេលដែលយើង post វីដេអូយើងព្យាយាម post ទៅលើ reel ឃើញទេដល់ពេលយើងបង្កើត page ត្រូវស្តង់ដារបង្កើតរួចហើយគឺយើងមានកន្លែង post វីដេអូខ្លីមកវីដេអូ reel ហ្នឹងហើយបើថា page របស់យើងជា page ធម្មតាអត់ទាន់មានតែបច្ចុប្បន្នបាទ page ខ្លះបង្កើតហើយ page ខ្លះអត់មានកន្លែងហ្នឹងឲ្យ post ទេណាតើត post កន្លែង business suite ក៏មានដែរតែ post តែមួយរយៈបានគេមានឡើងមកឲ្យយើង post អញ្ចឹងណាបាទអញ្ចឹងឃើញទេបងប្អូនណាផ្សាយផ្ទាល់បានភ្លាមហ្មងបាទបានភ្លាមហ្មងហើយការទទួលសារអញ្ចឹងណាបាទតែលក្ខខណ្ឌបច្ចុប្បន្ន page មួយចំនួនគឺតើតែយើងនិយាយពីលក្ខខណ្ឌ page ណាហ្នឹងហើយបាទ page របស់យើងបើនិយាយពីលក្ខខណ្ឌរបស់ page យើងបងប្អូនណាហ្នឹងហើយលក្ខខណ្ឌបច្ចុប្បន្នគេមានការតាំងលក្ខខណ្ឌថ្មីមកឲ្យសម្រាប់បងប្អូនដែលទៅបង្កើត page ថ្មី page របស់យើងមានអាយុក្រោម60ថ្ងៃឬអ្នក follow ក្រោម100នាក់យើងអាច live បានទេបងប្អូនណាហ្នឹងហើយអានេះជាព័ត៌មានថ្មីដែល Facebook page គេទៅនឹងផ្សព្វផ្សាយមកអញ្ចឹងណាបាទហើយសម្រាប់បងដែលគាត់ឃើញគាត់ឆានមកសួរខ្ញុំច្រើនមែនតើថាបងមិន page របស់ខ្ញុំ slide អត់កើតបងមិន page របស់ខ្ញុំហ្នឹងFacebook របស់ខ្ញុំ live អត់កើតអញ្ចឹងទៅហ្នឹងហើយបច្ចុប្បន្នគឺយើងត្រូវតែមានការធ្វើម៉េចឲ្យមានអ្នក follow 100នាក់ឡើងទៅឬមួយក៏បង្កើតមកឲ្យ60ថ្ងៃមិនក្រោម60ថ្ងៃអញ្ចឹងណាបងប្អូនណាហ្នឹងហើយសម្រាប់ថ្ងៃនេះខ្ញុំសូមចែករំលែកព័ត៌មានបាទអញ្ចឹងកន្លែងហ្នឹងគឺរួចរាល់ហើយណាមេរៀនតាក់ទងជាមួយនឹងការបង្កើត page បាទតទៅនេះគឺតាក់ទងជាមួយនឹងមេរៀនការប្រើប្រាស់ page នៅលើ app ផ្សេងៗបាទដោយសារតែការប្រើប្រាស់ page របស់យើងមិនមែនមានតែយើងប្រើនៅលើតែ Facebook តែមួយទេបងប្អូនណាហ្នឹងហើយយើងអាចប្រើនៅលើដូចជាbusiness suite ឬមួយក៏ meta ad អីចឹងណាហ្នឹងហើយយើងអាចប្រើកន្លែងហ្នឹងក៏បានដូចគ្នាបាទតែគ្រាន់តែប្រើមុខងារខុសៗគ្នាអញ្ចឹងណាបងប្អូនបាទអូខេបាទ